ដោយសារកូនប្រុសមានចិត្តខឹងច្រើនបរិសុទ្ធជាឪពុកបានឲ្យដៃគោលមួយថងទៅកូនហើយប្រាប់ទៅកូនគាត់ថាពេលដែលកូនខឹងកូនត្រូវយកដៃគោលមួយដើមទៅដំឲ្យជាប់របងរបស់យើងនៅថ្ងៃទី1ក្មេងប្រុសជាកូនបានដំដៃគោលចំនួន37គ្រាប់ព្រោះខ្លួនបានខឹងអ្នកដទៃចំនួន37ដងក្រោយមកក្មេងប្រុសនោះបានរៀនគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងហើយចំនួនដៃគោលដែលគាត់ដំជាប់ជញ្ជាំងនោះក៏បានថយចុះតិចទៅរហូតទាល់តែមិនបានដំដៃគោលមួយគ្រាប់សោះក្នុងមួយថ្ងៃដោយសប្បាយចិត្តនឹងការរីកចម្រើនរបស់ខ្លួនឯងនឹងក្មេងប្រុសនោះក៏បានរត់ទៅប្រាប់ពុករបស់ខ្លួនពេលនោះបរិសុទ្ធជាឪពុកបានប្រាប់ឲ្យកូនដកដៃគោលម្ដងមួយគ្រាប់ចេញពីរបងរាល់ពេលដែលក្មេងប្រុសនោះអាចទប់កំហឹងរបស់ខ្លួនបានអស់ពេលជាច្រើនថ្ងៃក្មេងប្រុសនោះក៏បានដកដៃគោលចេញពីរបងវិញអស់បរិសុទ្ធជាឪពុកបានប្រាប់ទៅកូនប្រុសរបស់គាត់វិញថាចូលកូនមើលទៅរបងដោយយកចិត្តទុកដាក់ទោះកូនដកដៃគោលចេញហើយក៏ដោយក៏របងនេះលែងស្អាតល្អដូចមុនទៀតហើយដូចពេលដែលកូននិយាយទៅកាន់អ្នកដទៃនៅពេលដែលកូនមានចិត្តខឹងក្រោធដូច្នោះដែរពេលនោះកូននឹងបន្សល់នៅស្លាកស្នាមក្នុងចិត្តរបស់អ្នកដទៃដូចជាស្លាកស្នាមដៃគោលដែលកូនដំជាប់របងនេះបើទោះបីជាកូនអាចពោលពាក្យសុំទោសបានក៏ដោយក៏ប៉ុន្តែកូនមិនអាចលុបស្លាកស្នាមនឹងការឈឺចាប់ដែលកើតចេញពីសម្ដីក្រោធគ្រាតរបស់កូនបាននោះឡើយ